បាត់ដោយសារព្រឹកមិញខ្ញុំតែជួបអ្នកដែលគាត់ធ្លាប់ឃើញខ្ញុំពីមុនណាហើយគាត់ទៅសើខ្ញុំថាខ្ញុំឥឡូវស្គមឥឡូវស្រកសាច់ច្រើនហើយគាត់សួរថាតើមានវិធីសាស្ត្រណាតែប៉ិតបើសិនជាគាត់គ្រាន់តែសរសើរហើយអត់សួរខ្ញុំថាតើមានវិធីសាស្ត្រណាប្រហែលជាវីដេអូនេះអត់ចាញ់ទេក៏ប៉ុន្តែដល់ពេលគាត់សួរហើយមានវិធីសាស្ត្រណាទៀតខ្ញុំមានអារម្មណ៍គិតដែរហើយដល់ពេលមកដល់ផ្ទះស្រាប់តែឃើញ comment ឃើញឆាតមួយចំនួនតាក់ទងមួយហ្នឹងអ្នកគ្រូឥឡូវស្រកសាច់ច្រើនអ្នកគ្រូជួយចែកម្លែកផងឥឡូវមកចែកម្លែកតែម្ដងតាមពិតតាក់ទងមួយនឹងវិធីសាស្ត្រនៅក្នុងការសម្រកគីឡូវាគឺជារឿងមួយពីព្រោះបើនិយាយពីវិធីសាស្ត្រមានច្រើនណាមានតាំងពីការហាត់ប្រាណមានតាំងពីការ fasting មានតាំងពីការគ្រប់គ្រងរបបអាហារក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវដឹងថាទោះបីជាបងប្អូនទាំងអស់គ្នាប្រើវិធីសាស្ត្រណាក៏ដោយបើសិនជាបងប្អូនទាំងអស់គ្នាអត់មានវិន័យនៅក្នុងការធ្វើទោះប្រើវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក៏បងប្អូនទាំងអស់គ្នាអត់ស្រកដែរអញ្ចឹងចង់បញ្ជាក់ប្រាប់បងប្អូនថាមិនថាការសម្រកគីឡូមិនថារឿងអីនោះទេបើសិនជាបងប្អូនទាំងអស់គ្នាធ្វើដោយអត់មានវិន័យនឹកឃើញពេលណាធ្វើពេលហ្នឹងចង់ឈប់ពេលណាក៏ឈប់ពេលហ្នឹងទោះបីជាបងប្អូនទាំងអស់គ្នាប្រឹងឬក៏ធ្វើដោយប្រើវិធីសាស្ត្រល្អប៉ុណ្ណាក៏ដោយក៏អត់ជោគជ័យដែរអរគុណ